ចេញទៅ3គ្រឿងទៀតហើយបងប្អូនអរគ្នាសម្រាប់ថ្ងៃទី2ខែ11គឺចេញទៅ3ទីតាំងផ្សេងគ្នាតែម្ដងដែលមានទូដៃ3 2គ្រឿងនិងដៃ2 1គ្រឿងហើយក៏សូមអរគុណទៅដល់ម្ចាស់អាជីវកម្មទាំង3ទីតាំងដែលបានគ្រប់គ្រងនិងជឿជាក់មកលើខាងខ្ញុំបាទនេះគឺជាការរៀបចំទូ3គ្រឿងបន្ថែមទៀតដោយបានបញ្ចប់ទូ3គ្រឿងខាងលើដែលមានទូដៃ3ថ្មីចំនួន1គ្រឿងដៃ2ថ្មីកេះចំនួន2គ្រឿងដែលត្រៀមដឹកចេញទៅខាងមន្ទីរមានជ័យនិងខាងខេត្តរតនមានជ័យជាប្រភេទទូដៃ2ថ្មីកេះនិងជាប្រភេទទូដៃ3ថ្មីដំឡើងដែលមានការរៀបចំនិងធានាត្រឹមត្រូវចេញពីរោងចក្រផ្ទាល់បន្ទាប់ពីបានបញ្ចប់ការងារនីមួយៗរួចក្រុមការងារព្យាយាមពន្លឿនការកំងផ្សេងទៀតឲ្យទាន់តាមតម្រូវការអតិថិជនគឺត្រៀមដឹកចេញទាំងយប់តែម្ដងជាមួយនឹងទូដៃ2និងទូដៃ3ថ្មី2គ្រឿងបន្ថែមទៀតជាមួយនឹងឈុតលក្ខណៈគ្រួសារនិងឈុតតម្លៃ$5,500ដោយមានទូដៃ2ថ្មីចំនួន1គ្រឿងនិងស្ទែន10000លីត្រខែនជា2មកមុខ$5,000ដែលបានបង្ហាញជូនបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះនេះគឺជាការបង្ហាញជូនបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការលើកដាក់លើឡានជាប្រភេទទូដៃ3ថ្មីកេះដោយមានការរៀបចំជាប្រភេទលក្ខណៈគ្រួសារទូដៃ3ស្ទែន1500លីត្រនៅខាងបាត់ដំបងចិត្តភ្នំសំពៅនេះគឺជាការដែលយើងត្រៀមលើកដាក់លើឡានអញ្ចឹងដោយដែលបងប្អូនទស្សនានៅក្នុងវីដេអូបែបនេះហ្នឹងហើយបន្ទាប់ពីយើងបានរៀបចំដាក់លើឡានរួចក៏យើងបានលើកទូផ្សេងទៀតផងដែរដែលបានថតបង្ហាញជូនបងប្អូនទាំងអស់គ្នាដែលមានជាប្រភេទទូដៃ3មួយទឹកជប៉ុននិងប្រភេទទូដៃ2ថ្មីដំឡើងដឹកទៅខាងដំបងដូចគ្នានៅផ្ដុំផ្សារប្រហុកនិងមានការងារផ្សេងទៀតដែលយើងមានជើងទៅជាមួយតែម្ដងគឺស្ទែន5000លីត្រ2គ្រាប់ដាក់នៅខាងបាត់ដំបងដូចគ្នាអញ្ចឹងសម្រាប់បងប្អូនដែលកំពុងទស្សនាវីដេអូនេះហើយមានតម្រូវការចាប់អារម្មណ៍រកស៊ីជាមួយនឹងការលក់ប្រេងម្នាក់លក្ខណៈគ្រួសារខ្នាតមធ្យមឬក៏ខ្នាតស្តង់ដារលីមឡុងតេឡាអាចតាក់ទងកាន់ពួកយើងឥឡូវនេះបានដោយយើងមានក្រុមការងារជំនាញទាំងផ្នែកសំណង់និងផ្នែកប្រេងដែលមានលេខទូរស័ព្ទ099 370 834និង Telegram មានតម្លើងទាំងឈុតប្រេងនិងឈុតហ្គាសអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូខ្ញុំបាទឥឡូវនេះចេញទៀតហើយទំហំការងារ stand 5000លីត្រ2គ្រាប់ជាមួយនឹងទូដៃ2មួយគ្រឿងហើយនឹងប្រព័ន្ធយន្តទុននៅខាងបាត់ដំបងអីមិនទេហ៎ទឹកដៃ2ថ្មីកេះជាមួយនឹងដៃ3ថ្មីឡើងទៅខាងផ្នែកផ្ទះនិងខាងខាងអន្តរវែង